បងប្អូនសាកស្រមៃមើលមនុស្សស្រីម្នាក់ដែលកំពុងត្រៀមរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់អស់រយៈពេល7ឆ្នាំប៉ុន្តែមុនថ្ងៃរៀបការនាងបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ប៉ុន្តែរឿងមិនបានចប់ត្រឹមនេះទេយប់បន្ទាប់ពីនាងស្លាប់ម្ដាយរបស់នាងស្រាប់តែឃើញកូនស្រីខ្លួនឯងក្នុងសភាពពោពេញដោយឈាមខណៈដែលនៅពេលនោះសាកសពរបស់នាងកំពុងត្រូវរៀបចំធ្វើបុណ្យនៅវត្តហើយអ្វីដែលធ្វើឲ្យគ្រប់គ្នារន្ធត់ជាងនេះទៀតគឺមុនពេលគ្រោះថ្នាក់កើតឡើងគូដណ្ដឹងទាំងពីរធ្លាប់ឃើញស្រមោលខ្មៅអាតកំបាំងអង្គុយនៅលើម៉ូតូរបស់ពួកគេតើស្រមោលនោះជាអ្វីហើយហេតុអ្វីបានជាមុនពេលស្លាប់នាងត្រូវបានគេព្រមានមិនឲ្យដើរលេងពេលយប់និងមិនឲ្យទៅកន្លែងឆ្ងាយនេះជារឿងដែលកើតឡើងចំពោះគូដណ្ដឹងមួយគូដែលគ្រាន់តែចង់រស់នៅជាមួយគ្នានិងរងចាំថ្ងៃចូលរោងការប៉ុន្តែចុងក្រោយបែរជាមានតែម្នាក់ប៉ុណ្ណោះដែលបានឈានដល់ថ្ងៃរៀបការរឿងនេះកើតឡើងក្នុងឆ្នាំ2025ហើយត្រូវបានរៀបរាប់ដោយបុរសម្នាក់ឈ្មោះបងវុធីគាត់បាននិយាយពីគូដណ្ដឹងមួយគូគឺបងយងនិងបងមរកតអ្នកទាំងពីរស្រឡាញ់គ្នាអស់រយៈពេលប្រហែល7ឆ្នាំហើយដោយសារស្គាល់ចិត្តគ្នាច្បាស់ពួកគេក៏សម្រេចចិត្តភ្ជាប់ពាក្យនៅឆ្នាំ2024ដើម្បីត្រៀមរៀបការដំបូងអ្វីមើលទៅដូចជាកំពុងប្រព្រឹត្តទៅយ៉ាងល្អគ្រូបានមើលថ្ងៃរៀបការហើយឃើញថាឆ្នាំ2025អាចមានពេលសមស្របសម្រាប់ពួកគេគ្រួសារទាំងសងខាងក៏ចាប់ផ្ដើមរៀបចំការងាររៀបការប៉ុន្តែពេលដល់ខែដែលត្រូវរៀបការឪពុករបស់មរកតស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់គ្រួសារត្រូវចំណាយពេលជាច្រើនខែដើម្បីព្យាបាលគាត់ដោយសារតែបញ្ហានេះយងនិងមរកតក៏សម្រេចចិត្តលើកពិធីរៀបការសិនប៉ុន្តែឪពុករបស់មរកតចង់ឃើញកូនស្រីរៀបការឲ្យបានមុនពេលខ្លួនមានអ្វីកើតឡើងដូច្នេះអ្នកទាំងពីរក៏ទៅរកគ្រូម្ដងទៀតដើម្បីមើលថ្ងៃថ្មីគ្រូប្រាប់ថាក្នុងឆ្នាំ2025មានតែខែកញ្ញាប៉ុណ្ណោះដែលនៅមានលទ្ធភាពរៀបការប៉ុន្តែខែកញ្ញានោះក៏មិនមែនជាខែល្អទេគ្រូថែមទាំងព្រមានថាបើអាចគួរតែកុំរៀបការព្រោះជាពេលដែលតាមជំនឿគេចាត់ទុកថាមិនសូវល្អនិងគួរប្រុងប្រយ័ត្នប៉ុន្តែដោយសារឪពុកមរកតចង់ឃើញកូនរៀបការពួកគេក៏សម្រេចចិត្តបន្តតាមថ្ងៃដែលបានកំណត់មុនថ្ងៃរៀបការប្រហែល2ទៅ3ខែគ្រូបានព្រមានពួកគេម្ដងទៀតថាកុំដើរលេងយប់កុំទៅកន្លែងឆ្ងាយហើយត្រូវប្រយ័ត្នខ្លួនឲ្យបានខ្ពស់ដំបូងយងនិងមរកតគោរពតាមការព្រមានពួកគេមិនដើរយប់និងមិនទៅឆ្ងាយប៉ុន្តែបានប្រហែល1ខែពួកគេចាប់ផ្ដើមទ្រាំមិនបានព្រោះពួកគេទាំងពីរនៅវ័យប្រហែល20ឆ្នាំហើយជាមនុស្សដែលចូលចិត្តដើរលេងជាមួយគ្នាទោះឪពុកម្ដាយទាំងសងខាងបានព្រមានម្ដងហើយម្ដងទៀតថាកុំដើរលេងពេលយប់ក៏ដោយពួកគេចាប់ផ្ដើមគិតថាដើរតែមួយផ្លេតប្រហែលមិនមានបញ្ហាអ្វីទេថ្ងៃមួយយងបានជិះម៉ូតូដឹកមរកតទៅដើរលេងពេលធ្វើដំណើរមកដល់ផ្លូវបែកជា3ស្រាប់តែមានឡានមួយបើកមកពីក្រោយយ៉ាងលឿនហើយស្ទើរតែបុកពួកគេយងបត់កិច្ចទាន់ប៉ុន្តែឡាននោះបានប៉ះកន្ទុយម៉ូតូបន្តិចពួកគេភ័យប៉ុន្តែមិនបានគិតថាវាជាសញ្ញាអ្វីទេពួកគេនៅតែបន្តទៅក្លឹបហើយត្រឡប់មកផ្ទះនៅពេលយប់ឪពុកម្ដាយក៏ព្រមានពួកគេម្ដងទៀតប៉ុន្តែប៉ុន្មានសប្ដាហ៍ក្រោយមកពួកគេក៏ចាប់ផ្ដើមដើរលេងម្ដងទៀតលើកនេះមិត្តភ័ក្តិរបស់យងបានបបួលទៅបោះតង់យងក៏សួរមរកតហើយនាងយល់ព្រមទៅជាមួយទោះឪពុកម្ដាយព្រមានថាកុំទៅឆ្ងាយក៏ដោយពួកគេគិតថាទីកន្លែងនោះមិនឆ្ងាយហើយទៅតែមួយយប់ប៉ុណ្ណោះពេលទៅដល់ពួកគេជួបមិត្តភ័ក្តិហូបចុកផឹកស៊ីនិងសប្បាយជាមួយគ្នារហូតដល់ប្រហែលម៉ោង10យប់ទើបចូលគេងយប់នោះនៅប្រហែលម៉ោង3ជិតភ្លឺមរកតភ្ញាក់ឡើងព្រោះចង់បត់ជើងតូចនាងកំពុងរៀបនឹងចេញពីតង់ប៉ុន្តែពេលក្រឡេកមើលទៅខាងក្រៅស្រាប់តែនាងឃើញអ្វីមួយអង្គុយនៅលើម៉ូតូវាមានរូបរាងដូចមនុស្សប្រុសប៉ុន្តែជារូបរាងខ្មៅងងឹតមរកតភ័យខ្លាំងហើយដាស់យងឲ្យក្រោកមើលយងក៏មើលទៅហើយគាត់ក៏ឃើញដូចគ្នាវាមិនមែនជាមនុស្សទេវាមើលទៅដូចជាស្រមោលខ្មោចឬអ្វីមួយដែលពួកគេមិនអាចពន្យល់បានកំពុងអង្គុយលើម៉ូតូរបស់ពួកគេពេលនោះមរកតភ័យខ្លាំងរហូតទូរស័ព្ទទៅឪពុករបស់នាងចង់ចេញពីទីនោះភ្លាមប៉ុន្តែឪពុកបានហាមថាកុំជិះត្រឡប់មកយប់នេះទេព្រោះអាចមានគ្រោះថ្នាក់តាមផ្លូវចាំព្រឹកឡើងសិននាងក៏ស្ដាប់តាមប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់ជាងនេះគឺនៅពេលដដែលនោះម្ដាយរបស់មរកតដែលនៅផ្ទះស្រាប់តែមានអារម្មណ៍ដូចជាឃើញកូនស្រីរបស់ខ្លួនក្នុងសភាពពោពេញដោយឈាមពេលនោះមរកតនៅបោះតង់នៅឆ្ងាយពីផ្ទះឪពុករបស់នាងបានប្រាប់ម្ដាយថាកុំភ័យប្រហែលជាគ្រាន់តែសុបិនឬដោយសារបារម្ភពីកូនខ្លាំងពេកព្រឹកឡើងយងនិងមរកតរៀបចំរបស់របរហើយចេញពីកន្លែងបោះតង់ត្រឡប់ទៅផ្ទះមិត្តភ័ក្តិរបស់ពួកគេជិះទៅមុខមុនខណៈយងនិងមរកតជិះម៉ូតូតាមក្រោយពេលឡើងដល់ផ្លូវជាតិពួកគេឃើញឡានធំមួយនៅខាងមុខយងបំរុងជិះវ៉ាប៉ុន្តែពេលកំពុងវ៉ាស្រាប់តែមានអ្វីមួយដូចជាស្រមោលខ្មៅឆ្លងកាត់ពីមុខយងព្យាយាមគេចម៉ូតូរេចង្កូតហើយចូលទៅខាងមុខឡានធំគ្រោះថ្នាក់ក៏កើតឡើងក្នុងមួយប៉ព្រិចភ្នែកយងត្រូវបានផ្លោងចេញទៅម្ខាងផ្លូវ
ប៉ុន្តែមរកតត្រូវឡានកិននៅខាងក្រោមសភាពរបស់នាងធ្ងន់ធ្ងរខ្លាំងរហូតមិនអាចរស់រានមានជីវិតបានទៀតឡើយយងស្លន់ស្លោនឹងមិនអាចទទួលយកបានថាមនុស្សដែលខ្លួនស្រឡាញ់អស់រយៈពេល7ឆ្នាំត្រូវស្លាប់នៅចំពោះមុខខ្លួនបែបនេះដំណឹងបានទៅដល់គ្រួសារទាំងសងខាងគ្រួសារបានមកទទួលសពហើយដោយសារសភាពសាកសពគេមិនបានយកទៅទុកនៅផ្ទះទេប៉ុន្តែយកទៅរៀបចំនៅវត្តដើម្បីធ្វើបុណ្យប៉ុន្តែរឿងដ៏រន្ធត់ពិតប្រាកដទើបតែចាប់ផ្ដើមនៅពេលសពមរកតត្រូវបានរៀបចំនៅវត្តគ្រួសារត្រូវទៅមើលបុណ្យសពប៉ុន្តែដោយសារផ្ទះនៅទទេគ្រួសារក៏ឲ្យបងប្រុសម្នាក់នៅចាំផ្ទះយប់នោះផ្ទះដែលធ្លាប់មានសម្លេងមនុស្សរស់នៅស្រាប់តែមានសម្លេងចម្លែកហើយអ្នកដែលនៅចាំផ្ទះបានឮសម្លេងដូចជាមានអ្នកកំពុងអូសតុបនិងផ្លាស់ទីរបស់របរនៅក្នុងបន្ទប់របស់មរកតដំបូងគាត់គិតថាប្រហែលជាសត្វឬមានអ្វីធ្លាក់ប៉ុន្តែពេលសម្លឹងទៅគាត់ស្រាប់តែមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងឈរនៅក្បែរបន្ទប់ហើយនៅពេលគាត់មើលទៅកញ្ចក់មានឈ្មោះមរកតលេចឡើងគាត់ភ័យរហូតមិនហ៊ាននៅម្នាក់ឯងទៀតក្រោយមកគ្រួសារក៏ត្រូវស្វែងរកអ្នកចេះដឹងនិងតាអាចារ្យដើម្បីជួយពិនិត្យថាហេតុអ្វីបានជាក្រោយស្លាប់ទៅហើយមរកតនៅតែត្រឡប់មកផ្ទះហើយតាមការរៀបរាប់ក្នុងរឿងមូលហេតុដែលវិញ្ញាណរបស់នាងមិនទាន់ទៅគឺដោយសារនាងនៅមានអ្វីមួយមិនទាន់បានបញ្ចប់នាងនៅតែមានចិត្តចង់រៀបការនាងនៅតែចង់រស់នៅជាមួយយងនាងមិនទាន់ទទួលយកថាខ្លួនឯងបានស្លាប់ហេតុនេះហើយទើបគ្រួសារត្រូវរៀបចំពិធីតាមជំនឿដើម្បីឲ្យនាងបានលានិងបញ្ចប់ក្តីប្រាថ្នាដែលនៅសេសសល់នៅពេលគេព្យាយាមហៅវិញ្ញាណរបស់នាងមានសម្លេងមួយត្រូវបានរៀបរាប់ថាជួយរៀបការឲ្យខ្ញុំផងពាក្យមួយនេះធ្វើឲ្យអ្នកដែលនៅទីនោះភ័យយ៉ាងខ្លាំងព្រោះគ្រប់គ្នាបានដឹងហើយថាមរកតមិនបានចាក់ចេញដោយសារនាងស្អប់អ្នកណាទេនាងគ្រាន់តែមិនទាន់បានរៀបការជាមួយមនុស្សដែលនាងស្រឡាញ់ចុងក្រោយគ្រួសារក៏ធ្វើពិធីតាមជំនឿរបស់ពួកគេដើម្បីឲ្យវិញ្ញាណរបស់មរកតបានស្ងប់និងបានលាចេញពីលោកនេះរឿងនេះទុកជាការរំលឹកមួយថាតាមជំនឿរបស់អ្នកដែលជឿរឿងបែបនេះមុនពេលរៀបការមនុស្សចាស់ៗតែងតែព្រមានឲ្យប្រយ័ត្ននិងគោរពតាមទំនៀមទម្លាប់តែយើងអាចបញ្ជាក់បានទេថាស្រមោលខ្មៅនោះពិតជាមានទំនាក់ទំនងជាមួយគ្រោះថ្នាក់គ្មានអ្នកណាអាចបញ្ជាក់បានឡើយប៉ុន្តែអ្វីដែលគួរឲ្យចម្លែកគឺមុនគ្រោះថ្នាក់ពួកគេបានឃើញស្រមោលខ្មៅនៅលើម៉ូតូហើយនៅពេលគ្រោះថ្នាក់កើតឡើងពួកគេក៏បានឃើញអ្វីមួយដូចជាស្រមោលខ្មៅឆ្លងកាត់ផ្លូវម្ដងទៀតហើយចុងក្រោយមរកតបានបាត់បង់ជីវិតមុនពេលដែលនាងបានឈានដល់ថ្ងៃរៀបការដូច្នេះប្រសិនបើមានរឿងមួយដែលគួរឲ្យខ្លាចជាងខ្មោចក្នុងរឿងនេះប្រហែលជាវាមិនមែនជាខ្មោចទេប៉ុន្តែគឺជាពេលវេលាមួយដ៏ខ្លីដែលយើងគិតថាមិនអីទេទោះបីមានអ្នកជាច្រើនបានព្រមានយើងរួចហើយក៏ដោយហើយនោះហើយជារឿងរ៉ាវរបស់គូដណ្ដឹងមួយគូដែលមិនទាន់បានដើរចូលរោងការប៉ុន្តែបែរជាត្រូវបែកគ្នាជារៀងរហូត